ចាសសូមជម្រាបសួរបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាសូមជូនវីដេអូហ្វុងស៊ុយនៅក្នុងថ្នាក់រៀនកូនទន្សាយបៃតង4វីដេអូរួចមកហើយនាងខ្ញុំបានបង្ហាញហ្វុងស៊ុយពាក់ព័ន្ធជាមួយនឹងខែកុលហើយថ្ងៃនេះក៏ជូនវីដេអូពាក់ព័ន្ធជាមួយនឹងខែកុលដែរគឺជាវីដេអូទី5អញ្ចឹងបងប្អូនត្រូវតែចាំប្រចាំខែនីមួយៗអ្វីដែលយើងត្រូវតែផ្ដោតគឺភាពអវិជ្ជមានដែលពេលវេលាចរនាំចូលមកជាមួយអញ្ចឹងភាពអវិជ្ជមានប្រចាំខែទី1បងប្អូនត្រូវផ្ដោតទៅលើតារាសាស្ត្រឬផ្កាយដែលមានភាពអវិជ្ជមានគឺមានផ្កាយលេខ5ផ្កាយលេខ2ផ្កាយលេខ7និងផ្កាយលេខ3អញ្ចឹងបងប្អូនផ្ដោតទៅលើភាពអវិជ្ជមានដើម្បីយើងធ្វើការការពារបន្តមកទៀតបងប្អូនត្រូវផ្ដោតទៅលើទិសឆុង3ត្រួតឬទិសពិឃាត3ឬគេហៅថាទិស3 killingទិសអសរនឹងឯងសម្រាប់ភាពអវិជ្ជមានដែលមានឥទ្ធិពលខ្លាំងជាងគេគឺយើងផ្ដោតទៅលើផ្កាយលេខ5ឬតារាសាស្ត្រលេខ5ដែលជាតារាសាស្ត្រអវិជ្ជមានប្រចាំខែហើយបន្តមកទៀតគឺយើងផ្ដោតទៅលើទិសឆុង3ត្រួតដែលទិសឆុង3ត្រួតនិងផ្កាយលេខ5គឺមានឥទ្ធិពលប្រហាក់ប្រហែលគ្នាដែលយើងត្រូវតែប្រយ័ត្នប្រយែងមិញចំណុចទី1គឺយើងផ្ដោតទៅលើតារាសាស្ត្រអវិជ្ជមានទី2គឺយើងផ្ដោតទៅលើទិសពិឃាត3ទី3គឺយើងផ្ដោតទៅលើទិសស្ដេចសត្វប្រចាំខែអញ្ចឹងទិសស្ដេចសត្វប្រចាំខែគឺមានឥទ្ធិពលក្រងនៅចំទិសរបស់គាត់រៀងៗខ្លួនប្រចាំខែនីមួយៗដែលទិសស្ដេចសត្វប្រចាំខែកុលគឺឆុងនៅទិសខាងជើងជាងទិសខាងលិច3ដែលមានទំហំ15អង្សាខ្ញុំជូនคลิปវីដេអូអំពីទិសស្ដេចសត្វប្រចាំខែកុលរួចហើយតទៅមកទៀតចំណុចទី4យើងនិយាយអំពីទិសឆុងជាមួយនឹងស្ដេចសត្វប្រចាំខែបងប្អូនមើលលើភាពជាក់ស្ដែងមិនថាសត្វមិនថាមនុស្សហើយមនុស្សនេះមិនថាមានតំណែងជាអ្វីទេគឺតែងតែមានសត្រូវរៀងខ្លួនអញ្ចឹងនៅពេលដែលយើងនិយាយអំពីស្ដេចសត្វប្រចាំខែប៉ុន្តែស្ដេចសត្វហ្នឹងក៏មានសត្រូវដែរអញ្ចឹងទិសស្ដេចសត្វប្រចាំខែកុលក៏មានទិសដែលឆុងជាមួយនឹងទិសស្ដេចសត្វប្រចាំខែកុលផងដែរដើម្បីដឹងថាទិសស្ដេចសត្វប្រចាំខែកុលគឺជាទិសអ្វីបងប្អូនសម្លឹងទៅលើទិសភ្នំទាំង24ដែលនាងខ្ញុំផ្ដល់ជាឯកសារជូនបងប្អូនអស់គ្នាអញ្ចឹងយើងមើលកុលដែលលាតសន្ធឹងនៅអង្សា 322.6 ដល់ 337.5 អញ្ចឹងយើងមើលទៅលើខ្សែព្រួញដែលនៅទល់មុខជាមួយនឹងកុលតើសត្វណាដែលនៅប្រឈមមុខជាមួយកុលគឺសត្វម្សាញ់ដូច្នេះទិសដែលឆុងជាមួយនឹងស្ដេចសត្វប្រចាំខែកុលគឺទិសម្សាញ់គឺជាសត្រូវរបស់កុលនៅពេលដែលកុលដើរតួជាស្ដេចសត្វបានន័យថាម្សាញ់គឺជាសត្រូវរបស់កុលគឺជាទិសដែលឆុងជាមួយនឹងស្ដេចសត្វប្រចាំខែកុលយើងសម្លឹងមើលទិសម្សាញ់នៅលើទិសភ្នំទាំង24ដែលទិសម្សាញ់គឺស្ថិតនៅទិសខាងត្បូងឈាងកើត3មានទំហំ15អង្សាដែលលាតសន្ធឹងពីអង្សា 142.6 អង្សាដល់ 157.5 អង្សាក្នុងក្បួនតម្រាហ្វុងស៊ុយយើងត្រូវតែដឹងថាទិសដែលប្រឈមមុខគ្នាគឺឆុងគ្នាហើយប្រៀបដូចជាក្បាលនិងកន្ទុយនៅពេលដែលយើងរង្គោះដំស្វាននៅទិសដែលស្ថិតនៅទល់មុខគ្នាប្រឈមគ្នានោះវានឹងរង្គើទាំងសងខាងបានន័យថាដំក្បាលរង្គើកន្ទុយដំកន្ទុយរង្គើក្បាលអញ្ចឹងហើយបានជាមានទ្រឹស្ដីមួយលើកឡើងនិយាយអំពីទិសស្ដេចសត្វប្រចាំខែហើយក៏និយាយភ្ជាប់ជាមួយនឹងទិសដែលឆុងជាមួយនឹងទិសស្ដេចសត្វប្រចាំខែផងដែរយើងនិយាយអំពីទិសដែលឆុងជាមួយនឹងទិសស្ដេចសត្វប្រចាំខែកុលដែលជាទិសម្សាញ់ហ្នឹងគឺយើងមានបំរាមហាមមិនអោយប៉ះពាល់ដំស្វានបង្កជាសម្លេងដោយប្រការណាមួយទោះបីជាសម្លេងអ្វីក៏ដោយឲ្យតែមានសម្លេងលាន់ឮរំពងកន្ត្រាក់ប្លែកអំពីសម្លេងធម្មតានោះនឹងធ្វើឲ្យមានការឆុងនៅទីតាំងទិសម្សាញ់ដែលជាទិសឆុងជាមួយនឹងទិសស្ដេចសត្វផងដែរហើយសម្រាប់ទីតាំងទិសម្សាញ់ដែលជាទិសឆុងជាមួយនឹងទិសស្ដេចសត្វប្រចាំខែកុលក៏ត្រូវថែរក្សាទីតាំងទីនេះឲ្យមានអនាម័យឲ្យមានរបៀបរៀបរយឲ្យមានសណ្ដាប់ធ្នាប់ឲ្យមានការបែកបាក់ប្រេះស្រាំនិងកុំឲ្យមានទម្រង់ណាមួយមិនល្អផងដែរអញ្ចឹងបងប្អូននៅពេលដែលខ្ញុំនិយាយពីទម្រង់ផ្ទះមិនល្អមិនត្រូវហុងស៊ុយបងប្អូនយល់អត់ថាទម្រង់ផ្ទះនឹងយ៉ាងដូចម្ដេចដែរទម្រង់ផ្ទះគឺពាក់ព័ន្ធជាមួយនឹងទម្រង់ខាងក្រៅផងទម្រង់ខាងក្នុងផងទម្រង់ខាងក្រៅក៏ពាក់ព័ន្ធជាមួយនឹងផ្ទះដែលមានផ្លូវបុកផ្ទះដែលមានធ្នូពិឃាតបានន័យថានៅចន្លោះខ្យល់ធ្នូពិឃាតរវាងផ្ទ
ះដែលនៅសងខាងយើងហើយផ្ទះយើងគឺនៅប្រឡោះកដាលផ្ទះដែលមានអង្តែនបង្គោលភ្លើងដើមឈើនៅចំទ្វារមុខឬមួយក៏នៅគៀកនឹងផ្ទះទោះអត់ចំទ្វារមុខតែគៀកផ្ទះមានឥទ្ធិពលមិនល្អដែរឬមួយក៏ផ្ទះអ្នកជិតខាងគឺមានដំបូលឬជ្រុងបុកស្រួចមកចំផ្ទះយើងឬមួយក៏មានផ្ទះលូទឹកស្អុយនៅចំមុខផ្ទះឬមួយក៏មានលូទឹកស្អុយនៅក្បែរផ្ទះដែលមានភ្នោកប់ខ្មោចនៅក្បែរផ្ទះឬមួយក៏មានវត្តអារាមនៅជិតផ្ទះឬមួយក៏មានសាលារៀនមន្ទីរពេទ្យនៅជាប់នឹងផ្ទះរបស់យើងសុទ្ធតែជាទម្រង់មិនល្អផ្ទះដែលមានស្ពានបុកចំមុខឬមួយក៏ផ្ទះដែលនៅក្បែរស្ពានអាកាសអូយបងប្អូនច្រើនណាស់រៀបរាប់អត់អស់ទេណាបងប្អូនណាហើយបន្តមកយើងនិយាយអំពីទម្រង់ផ្ទះខាងក្នុងខុសទម្រង់ខាងក្នុងអាចផ្ទះហ្នឹងគឺមានទ្វារមុខទ្វារក្រោយចំហធ្លុងបុកគ្នាតែម្ដងអាចទ្វារមុខនិងបង្អួចបុកគ្នាអាចទ្វារមុខចូលមកគឺមានជ្រុងអ្វីគឺបាញ់ទៅចំទ្វារមុខដែលបើកមកឃើញកន្លែងញ៉ាំបាយឃើញផ្ទះបាយឃើញកញ្ចក់ទ្វារមុខបើកមកឃើញជណ្ដើរតែម្ដងទ្វារមុខដែលបើកមកឃើញបង្គន់ឬបន្ទប់ទឹកនៅក្នុងផ្ទះដែលសម្បូរទៅដោយជ្រុងនៅក្នុងផ្ទះដែលសម្បូរទៅដោយភ្នំធំឃើញសង្កត់នៅចំក្បាលដំណេកឬមួយក៏ទីកន្លែងណាដែលយើងប្រើប្រាស់ច្រើនហើយឃើញធ្នឹមធំពីលើក្បាលផ្ទះបងប្អូនណាដែលមានសសរជ្រុងសសរដែលអត់មានរៀបឥដ្ឋជាបន្ទប់អាចបង្កជាទម្រង់ផ្ទះមិនល្អផងដែរហើយមានចំណុចឆ្លើនទៀតនៃទម្រង់ផ្ទះខាងក្នុងដែលខុសហ្វុងស៊ុយតែខ្ញុំរៀបរាប់អត់អស់ទេហើយនៅពេលនេះសម្រាប់មេរៀនដែលនិយាយអំពីទិសម្សាញ់ដែលជាទិសឆុងជាមួយនឹងទិសស្ដេចសត្វប្រចាំខែកុរគឺនឹងខ្ញុំសូមបញ្ចប់តែត្រឹមប៉ុណ្ណេះសិនសូមអរគុណសូមជម្រាបលា